ហាហាហាពួកអាមនុស្សនិកាយយុនសៀនហាហាហាប្រគល់ថ្មធីរីជើងមកដោយស្រួលបើចង់រស់ហ្វូហ្វុងថ្មធីរីជើងជារបស់វិសេសនៃនិកាយយុនសៀនយើងបើឯងចង់បានត្រូវតែឆ្លងសាកសពួកយើងសិនទៅតាមបំណងនាងចោះលោកគ្រូប្រយ័ត្នចង្រៃយកឆ្លងភពមកអស់10ឆ្នាំពេញគេគ្រប់គ្នាមិនខ្លាំងពូកែក៏ជាអ្នកទុនខ្សោយដែលត្រឡប់មកខ្លាំងដែរចំណែកឯខ្ញុំវិញទាំងនៅត្រឹមកម្រិតលុតដង្ខ្យល់ដកដង្ហើមទៅមុខមិនរួចអ្នកអតីតឆ្លងភពមកសុទ្ធតែមានសមត្ថភាពពិសេសឯខ្ញុំមានតែដងសន្ទូចបាក់មួយនេះមកដល់ហើយអីយ៉ាស្អីគេនឹងចង្រៃមែនស្ដេចនាគសមុទ្របូព្រាដ៏អស្ចារ្យដូចជាយើងបែរជាត្រូវអ្នកហាត់កម្រិតលុតដង្ខ្យល់ស្ទូចបានទៅវិញនិយាយឥតប្រយោជន៍អីសូម្បីតែទេពខ្លះដូចជាយើងក៏អង្គុយនៅទីនេះដែរអញចេះតែនិយាយទៅត្រូវម្ចាស់យើងស្ទូចបានជាសំណាងរបស់អញហើយចម្លែកមែនអំបាញ់មិនឃើញច្បាស់ជានាគសោះហេតុអីប្រែជាត្រីមាសវិញទៅហើយខ្ញុំស្រវាំងភ្នែកទេដឹងមិនអីទេយប់នេះយកត្រីគោរងធំនេះស្លសុបត្រីញ៉ាំចុះជួយផងប្អូនស្រីហ្វុងយីតើមានរឿងអ្វីកើតឡើងហ្នឹងមេនិកាយជាងចិនបៃបានស្លាប់បាត់បង់ជីវិតហើយនិកាយស្វៀនសាស្រាប់តែបើការវាយប្រហារលើនិកាយយុនសៀនទ្វារនិកាយត្រូវបែកបាក់និកាយយុនសៀនស្លាប់របួសយ៉ាងធ្ងន់ធ្ងរនិយាយប្រាប់បងក៏គ្មានប្រយោជន៍ដែររបួសខ្ញុំធ្ងន់ធ្ងរណាស់ត្រូវសម្ងំព្យាបាលរបួស10ថ្ងៃឥឡូវនេះនិកាយយុនសៀនសល់តែកំពូលភ្នំឈៀងខាងរបស់បងប៉ុណ្ណោះដែលមិនទាន់រងផលប៉ះពាល់ថ្ងៃនេះខ្ញុំផ្ញើកូនសិស្សទាំង3នាក់នេះលើបងហើយសូមត្រឹមតែបងការពារសុវត្ថិភាពពួកនាងបានទៅបើមិនអញ្ចឹងបដូរអ្នកផ្សេងទៅកម្រិតវិជាខ្ញុំយ៉ាងណាប្អូនមិនដឹងទេអីបើគ្មានវិធីផ្សេងទេបងគិតថាខ្ញុំនឹងប្រកល់ពួកនាងឲ្យមនុស្សអសមត្ថភាពដូចជាបងមែនទេមើលថែពួកនាងឲ្យល្អផងយល់ព្រមខ្ញុំនឹងខំឲ្យអស់ពីសមត្ថភាពត្រូវហើយថ្មស័ក្តិសិទ្ធិដែលលោកគ្រូបន្សល់ទុកមុនពេលឡើងឋានសួគ៌តើនៅមានទេគឺនៅក្នុងបង្គន់នោះអីនោះជាថ្មស័ក្តិសិទ្ធិអធិរាជជើងណាបងបែរជាយកវាធ្វើជាកម្រាលត្រជើងទៅវិញមិនអីទេទុកនៅទីនោះក៏មិនងាយឲ្យពួកនិកាយស្វៀនសារកឃើញដែរសម្រាប់បងបែរជារឿងល្អទៅវិញអេប្អូនស្រីមកហើយគុំទាន់អើទៅអីពិភពលោកនេះពិតជាប្រែប្រួលមិនទៀងមែនពិភពលោកខាងក្រៅពិតជាគ្រោះថ្នាក់ខ្លាំងណាស់សូម្បីតែរៀមច្បងស្រីហ្វុងយីដល់កម្រិតហោចឈិនហើយនៅតែត្រូវរងរបួសធ្ងន់ធ្ងរដល់ថ្នាក់នេះទៀតលោកគ្រូខ្ញុំក្តៅណាស់លើខ្លួនខ្ញុំដូចជាមានស្រមោចរាប់មិនអស់កំពុងតែវាអ៊ីចឹងមើលទៅរបួសរបស់ពួកគេទាំងប៉ុន្មានអ្នកនេះមិនស្រាលទេប៉ុន្តែ10ឆ្នាំមកនេះខ្ញុំក៏មិនមែនរស់នៅឥតប្រយោជន៍ដែររបស់ទាំងនេះសុទ្ធតែខ្ញុំស្ទូចបានទាំងអស់ពេលធម្មតាខ្ញុំជឿក្បាលក្តៅខ្លួនគឺញ៉ាំតែអានឹងឯងក៏មិនដឹងថាវាមានប្រសិទ្ធភាពចំពោះពួកនាងដែរឬអត់ទេមើលទៅរបស់នេះពិតជាមានប្រសិទ្ធភាពមែនម្ចាស់ល្ងងរបស់ខ្ញុំអើយនេះជាថ្នាំគ្រាប់កម្រិតព្រះថ្នាំដាឡាអ៊ូជីណាអាចជួយឲ្យរស់ឡើងវិញបានប្រកបជាមានប្រសិទ្ធភាពហើយខ្ញុំទ្រាំលែងបានហើយចប់បាត់របួសដូចគ្នាសោះហេតុអ្វីប្រតិកម្មរបស់នាងខ្លាំងម្ល៉េះសុំទោសផងអ្នកទាំងពីរខ្ញុំធ្វើបែបនេះគឺដើម្បីជួយសង្គ្រោះមនុស្សទេឯងកំពុងធ្វើស្អីហ្នឹងលោកគ្រូសុំទោសខ្ញុំមិនអាចការពារនិកាយយុនសៀនបានល្អទេមើលឲ្យច្បាស់សិនខ្ញុំជាពូគ្រូរបស់ឯងទេពូគ្រូខ្លួនប្រានហេតុអ្វីបានជាក្តៅខ្លាំងយ៉ាងនេះតើក្បាច់គុណដែលពួកនិកាយស្វៀនសាហាត់នោះជាក្បាច់គុណស្អីទៅទើបធ្វើបាបឯងខ្លាយជាបែបនេះចង់ថើបនេះគឺឯងជាអ្នកផ្ដួចផ្ដើមមុនទេណាខ្ញុំទើបតែនៅកម្រិតលៀនឈីទេទប់ទល់មិនរួចឡើយណាអាមនុស្សមកកាមពូគ្រូហ្វាំងឈីវតើលោកអាចធ្វើរឿងបែបនេះដាក់ខ្ញុំយ៉ាងម៉េចកើតក្មួយស្រីឲ្យគឺក្មួយជាអ្នកចាប់ផ្ដើមមុនទេណាលោកពូគ្រាន់តែជួយប៉ុណ្ណោះជួយលោកពូខ្ញុំរៀនបានតិចកុំបោកប្រាស់ខ្ញុំណាលោកពូទៅបោកក្មួយធ្វើអីនេះជាក្របកែវថតរូបភាពក្មួយមើលទៅសំណាងហើយដែលខ្ញុំឆ្លាតបើមិនដូច្នេះទេរូបភាពដ៏អស្ចារ្យរបស់ខ្ញុំច្បាស់ជាខូចអស់ហើយអូយលោកពូពិតជាខូចមែនហាមនិយាយរឿងនេះប្រាប់អ្នកណាឲ្យសោះណាកុំបារម្ភចរិតលោកពូគឺទុកចិត្តបាន100ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាក្នុងខ្លួនមានចរន្តកម្ដៅមួយហូរចូលខ្ញុំជាប់គាំងនៅកម្រិតយានយីងអស់ជាច្រើនឆ្នាំមកហើយមិនក៏ស្រាប់តែទម្លុះកម្រិតបានបែបនេះឬមួយក៏មកពីបាននៅជាមួយលោកពូខ្ញុំយល់ហើយអរគុណលោកពូណាស់ដែលបានជួយឲ្យខ្ញុំទម្លុះកម្រិតបានកុំគួរសំអីក្មួយស្រីនេះច្បាស់ជាស្នាដៃរបស់បកសៀនសាមកបង្កហេតុហើយពួកមនុស្សខលខូចទាំងនោះរឿងនេះមិនតាក់ទងនឹងលោកពូទេគឺអាស្រ័យលើដងពីកំណើតរបស់ក្មួយទាំងអស់លោកពូគ្រាន់តែជួយបន្តិចបន្តួចប៉ុណ្ណោះ
ចៅវាយឲ្យលោកជាកំពូលអ្នកខ្លាំងកម្រិតហោះហើរទៅឋានលើណាការដែលឈិញលួនអាចទម្លុះកម្រិតបានគឺអាស្រ័យលើធម៌ពលវិញ្ញាណដ៏ខ្លាំងក្លារបស់លោកពូគុំសុភាពពេកអីធ្វើឲ្យលោកពូត្រូវហត់នឿយហើយគុណបំណាច់របស់លោកពូចំពោះឈិញលួននឹងចងចាំមិនភ្លេចរហូតដល់ថ្ងៃស្លាប់ទៅថ្ងៃមុខឲ្យតែលោកពូត្រូវការឈប់ក្មួយស្រីគុំនិយាយបន្តទៀតអីបើនិយាយទៀតវីដេអូនេះច្បាស់ជាចាក់ផ្សាយមិនបានទេមើលថែសិស្សយ៉ាងម៉េចរហូតដល់ឡើងលើក្រែបែបនេះបើហ្វឹងយីដឹងរឿងនេះនាងច្បាស់ជាហែកខ្ញុំជាកង់មិនខានក្មួយឈិញលួនរឿងនេះលោកពូមិននិយាយទេហើយក្មួយក៏គុំនិយាយចេញទៅណាជាពិសេសដាច់ខាតគុំប្រាប់លោកគ្រូរបស់ក្មួយឲ្យសោះខ្ញុំស្ដាប់លោកពូទាំងអស់លោកពូឲ្យខ្ញុំធ្វើអ្វីខ្ញុំនឹងធ្វើនឹងក្មេងស្រីម្នាក់នេះបើនៅតែបែបនេះទៀតលោកពូច្បាស់ជាទប់ចិត្តមិនជាប់ទេពួកបកសៀនសាខ្ញុំនឹងប្រយុទ្ធស្លាប់រស់ជាមួយពួកឯងនេះជាកន្លែងណាចុះលោកគ្រូទៅណាហើយទីនេះគឺកំពូលភ្នំឈីនថាងលោកគ្រូហ្វឹងយីរបស់ពួកឯងរងរបួសធ្ងន់កំពុងសំងំតាំងសមាធិព្យាបាលរបួសនាងបានផ្ញើពួកឯងទាំង3នាក់ឲ្យលោកពូជួយមើលថែពួកឯងរងរបួសធ្ងន់លោកពូទៅយកត្រីមួយក្បាលមកស្លុតស៊ុបដើម្បីបើកម្លាំងឲ្យពួកឯងណាហេតុអ្វីលោកគ្រូផ្ញើពួកយើងឲ្យលោកពូដែលជាវិញ្ញាណឥតប្រយោជន៍កម្រិតហ្វឹកហាត់ខ្យល់វិញ្ញាណបែបនេះខ្ញុំមើលទៅលោកពូវ៉ាងឈូវេចេះតែឲ្យពួកយើងសំងំខ្លាចដូចអណ្ដើករួនក្បាលប៉ុណ្ណោះជីខ្ញុំនឹងទៅទារបញ្ជីគិតលុយជាមួយពួកបកសៀនសាយឡើយនេះសិស្សប្អូនមិនក៏ឆេវឆាវបែបនេះលោកគ្រូបានផ្ញើពួកយើងឲ្យលោកពូវ៉ាងឈូច្បាស់ជាមានហេតុផលរបស់លោកហើយកុំអត់ធ្មត់មិនបានអីពួកយើងត្រូវស្ដាប់តាមលោកពូទាំងអស់លោកពូវ៉ាងឈូដែលគ្មានប្រយោជន៍ម្នាក់នោះតើមានយោបល់ល្អអីទៅលោកពូមិនមែនគ្មានប្រយោជន៍ទេណាម្យ៉ាងទៀតគាត់ខ្លាំងខ្លាណាស់មកត្រីនេះធំណាស់យកមកបើកម្លាំងពួកក្មួយគេល្បិចគ្នាថាឲ្យតែយកត្រីប្រភេទនេះទៅចម្រាញ់ធ្វើជាថ្នាំទិព្វនោះនឹងអាចផ្លាស់ប្ដូរជោគវាសនារបស់អ្នកបដិបត្តិធម៌បានគាត់បែរជាយកមកស៊ុបញ៉ាំទៅវិញតើមិនមែនមានបញ្ហាខួរក្បាលទេលោកពូពិតជាគ្មានចំណេះដឹងដូចមុនដែលធ្វើឲ្យគេខកចិត្តមែនពួកឯងទាំងពីរអ្នកកុំចេះតែពីផ្ដេសផ្ដាសអីលោកពូធ្វើបែបនេះច្បាស់ជាមានហេតុផលរបស់គាត់ហើយលោកពូខ្ញុំមកជួយណាហេតុផលស្វាអីគាត់គឺមិនដឹងខ្យល់អីសោះតែម្ដងដឹងថាក្រពះឃ្លានហើយទៅស៊ីទៅខ្ញុំអស់ពាក្យនិយាយហើយម្នាក់ស្ដាប់ខ្ញុំនិយាយមិនយល់សោះយីឆ្ងាញ់មែនទែនដោយសារសិស្សប្អូនស្រីបានផ្ញើពួកឯងឲ្យលោកពូហើយអញ្ចឹងពួកឯងទាំង3ស្នាក់នៅទីនេះឲ្យស្រួលបួលទៅម្ហូបចំណីមានគ្រប់គ្រាន់ហើយញ៉ាំទៅញ៉ាំឲ្យច្រើនពិតជាខ្ជះខ្ជាយរបស់ទិព្វមែនយ៉ាងណាក៏ធ្វើឆ្អិនហើយដែរយីឆ្ងាញ់មែនទែនចាំដល់លោកគ្រូចេញពីការតាំងសមាធិមកវិញបាក់យុនសៀនច្បាស់ជារលាយបាត់អស់ហើយតាមដែលខ្ញុំយល់ឃើញលោកពូគួរតែចេញមុខលើកទង់ជ័យឡើងប្រមូលកម្លាំងសិស្សបាក់យុនសៀនវាចូលបកសៀនសាយ៉ាងច្រើនងាប់រស់ជាមួយគ្នាទៅមកហើយនាងចង់សងគុណដោយការសងសឹកឬយ៉ាងណាខ្ញុំគ្រាន់តែជាកម្រិតហ្វឹកហាត់ខ្យល់វិញ្ញាណធម្មតាចេញទៅមិនមែនទៅរកមកទេរឿងបន្ទាន់ពេលនេះគឺពួកក្មួយត្រូវតែបង្កើនកម្រិតវិជ្ជាគុណចាំពេលលោកគ្រូរបស់ពួកក្មួយចេញមកវិញចាំពួកយើងគិតគូរវិញឆ្ងាយទៀតប៉ុន្តែនៅទីនេះតើឲ្យពួកយើងបង្កើនកម្រិតវិជ្ជាគុណហើយរបៀបណាត្រូវហើយស្ដាប់តាមលោកពូទៅលោកពូនិយាយបែបនេះច្បាស់ជាមានហេតុផលរបស់គាត់ហើយយីខ្ញុំសួរថាថ្ងៃនេះបង្កើតអីហ្នឹងមិនក៏ចេះតែការពារលោកពូម្លេះមានអីណាខ្ញុំគ្រាន់តែយល់ថាសម្ដីលោកពូមានហេតុផលសមរម្យលោកពូញ៉ាំឆ្អែតហើយពួកក្មួយញ៉ាំបន្តទៅយប់នេះពួកក្មួយគេងនៅទីនេះចុះទីនេះសភាពសាមញ្ញបន្តិចមិនដូចកំពូលភ្នំយន្តឡានឡើយបើចង់បត់ជើងពេលយប់ចេញទៅខាងក្រៅរកកន្លែងណាក៏បានបើបត់ជើងតូចនៅក្រោមគ្រែមានកំប៉ុងនំលោកពូទៅគេងនៅរោងអស់ហើយកន្លែងកំសត់បែបនេះតើមានធម្មពលវិញ្ញាណណាឲ្យពួកយើងវឹកហាត់ទៅខ្ញុំថាយើងលាងមុខលាងមាត់ចូលគេងសិនទៅល្អជាងបងមិនក៏បងស្រាប់តែទម្លុះដល់កម្រិតហាឈិនទៅហើយសិស្សច្បងមិនមែនជាប់គាំងនៅកម្រិតយូរហើយទេមិនក៏ទៅតែមកដល់កំពូលភ្នំឈីងខាងស្រាប់តែទម្លុះកម្រិតភ្លាមអីចឹងឬមួយបងលួចលាក់រកសម្បត្តិអ្វីពួកយើងជាបងប្អូនល្អនឹងគ្នាកុំលាក់បាំងអីអូយស្ទាបកន្លែងណាវិញនឹងខូចមែនខ្ញុំមានរតនសម្បត្តិឯណាគឺលោកពូមិនឲ្យខ្ញុំនិយាយប្រាប់គេច្បាស់ជាមានហេតុផលរបស់គាត់ហើយនៃរបស់ខ្ញុំគឺឥឡូវនេះពួកយើងត្រូវតែស្ដាប់តាមលោកពូខ្ញុំមិនជឿទេបងច្បាស់ជាលាក់របស់ល្អអ្វីមិនខាននេះមិនមែនជាធូរទិព្វប្រមូលកំណប់ក្នុងរឿងព្រេងទេជារតនសម្បត្តិកម្រិតអាទិទេពដែលអាចចម្រាញ់រតនសម្បត្តិឲ្យកាន់តែបរិសុទ្ធមិនក៏ធំក្លិនស្អុយម្លេះក្លិនឆ្អេះឆ្អាបដូចទឹកនោមកុំប្រាប់ណាថានេះជាកំប៉ុងនោមដែលលោកពូនិយាយនោះប្រហែលជាលោកគ្រូបានយកកំណប់ទ្រព្យទាំងអស់របស់បាក់យុនសៀនមកទីនេះហើយតែលោកពូមិនចេះយកកំណប់ទាំងនេះមកប្រើប្រាស់ឲ្យល្អទេមិនក៏យកមកទុកដាក់ដេះផ្ដាស់បែបនេះចាំខ្ញុំរកមើលទីនេះច្បាស់ជានៅមានរបស់ទិព្វផ្សេងទៀតមិនខានកុំដើររើកាយរបស់របរលោកពូផ្ដេសផ្ដាស់អីលោកពូធ្វើបែបនេះច្បាស់ជាមានហេតុផលរបស់គាត់ហើយសិស្សប្អូនមិនក៏មុខក្រហមម្លេះរកឃើញអ្វីមែនទេគ្មានអីទេ24ក្បាច់ថែមទាំងលាក់ទុកយ៉ាងជិតនៅក្រោមខ្នើយទៀតនេះច្បាស់ជាកំពូលក្បាច់គុណកម្រិតខ្ពស់បំផុតហើយពួកអឥតប្រយោជន៍ប៉ុន្មានថ្ងៃមកហើយនៅតែរកមិនឃើញតម្រុយរបស់ហ្វឹងយីទៀតលោកម្ចាស់បាក់ពួកយើងបានរុករកគ្រប់ច្រកល្ហុកនៃបាក់យុនសៀនអស់ហើយតែនៅតែរកនាងមិនឃើញសោះមួយថ្ងៃរកមិនឃើញថ្មស័ក្តិសិទ្ធិអធិរាជជាងទេបាក់សៀនសាក៏មិនអាចក្លាយជាបាក់កំពូលប្រចាំតំបន់បេហួងបានដែររកទោះបីត្រូវជីកដីបេហាត់ក៏ត្រូវតែរកនាងឲ្យឃើញដែរពិតជានៅមានកន្លែងមួយទៀតគឺកំពូលភ្នំឈីងថាងនៃបាក់យុនសៀនទីនោះជាកន្លែងដាច់ស្រយាលបំផុតនៃបាក់យុនសៀនពួកវាច្បាស់ជាលាក់ខ្លួននៅទីនោះហើយកំពូលភ្នំឈីងថាងអីចឹងពួកយើងចេញដំណើរឥឡូវនេះហ្វឹងយីរងរបួសធ្ងន់ចំណែកមេភ្នំឈីងថាងហ្វាងតាវគ្រាន់តែជាមនុស្សឥតប្រយោជន៍កម្រិតហ្វឹកហាត់ខ្យល់វិញ្ញាណប៉ុណ្ណោះមិនបាច់រំខានដល់លោកម្ចាស់បាក់ចេញមុខផ្ទាល់ទេខ្ញុំនឹងនាំមនុស្សទៅពិនិត្យមើលឥឡូវនេះ